Easy Compute Word នៅថ្ងៃនេះខ្ញុំបង្ហាញអ្នកនរគ្នានៅពាក្យដែលមានសំឡេងដូចគ្នាប៉ុន្តែការប្រើប្រាស់វិញគឺខុសគ្នាពាក្យទាំងនោះតើមានអ្វីខ្លះអ្នកនរគ្នាចាប់ផ្ដើមសិក្សានៅក្នុងវីដេអូមួយនេះគឺ anti នេះយើងអាន anti នឹងដូចគ្នានេះគឺ anti ដូចគ្នា anti ដូចគ្នាអញ្ចឹងពាក្យ3នេះមានសំឡេង anti ណាយើងអាន anti យើងមានន័យថាសំឡេងនឹងដូចគ្នាប៉ុន្តែអត្ថន័យនៃការប្រើប្រាស់ពាក្យនេះគឺខុសគ្នាយ៉ាងម៉េចដើម្បីឲ្យដឹងថាខុសគ្នាយ៉ាងម៉េចអ្នកនរគ្នាតតែរៀនក្នុងវីដេអូនេះចាប់ផ្ដើមអ្នកនរគ្នា anti នេះមានន័យថាលុយដែលយើងដាក់សម្រាប់លេងល្បែងហ្នឹងលុយដាក់ភ្នាល់អីហ្នឹងគឺ anti ឃើញទេ anti សរសេរបែបហ្នឹងមានថាលុយយើងដាក់ជាភ្នាល់ល្បែងយើងនិយាយទៅលុយលេងល្បែងតែម្ដងលុយដាក់ល្បែងហ្នឹងគឺហៅ anti អ្នកនរគ្នាមើលឧទាហរណ៍មួយនេះ I shouldn't lose the game នេះ I shouldn't lose the game មានន័យថាខ្ញុំមិនគួរចាញ់ល្បែងទេណាខ្ញុំមិនគួរចាញ់ល្បែងទេ This is my នេះ$100 antis ណា$100 anti លុយដាក់លេងល្បែងគឺ$100បន្តទៀតអញ្ចឹងខ្ញុំមិនគួរចាញ់ល្បែងទេហើយនេះគឺជាលុយដាក់បន្តទៀតគឺចាញ់យ៉ាងណាក៏នៅដាក់បន្តទៀតដែរដូច្នេះ anti មានន័យថាលុយសម្រាប់លេងល្បែងឬលុយសម្រាប់ភ្នាល់គ្នាអូខេពាក្យមួយទៀតនេះគឺ anti សរសេរដូចគ្នាប៉ុន្តែថ្នាក់ពាក្យខុសគ្នា anti មួយចំណោនទេប៉ុន្តែ anti យើងឃើញនេះគឺជា prefix មានន័យថាពុបបទបទដើមមានន័យថាមុខឬក៏មុនមិនមុខកាត់មុនណានៅខាងមុខឬក៏នៅមុនអូខេអញ្ចឹង anti វាជា prefix ពុបបទអ្នកនរមើលរបៀបប្រើនេះ I'll stay in the ante room នេះ ante room នេះយើងបកប្រែថាបន្ទប់នៅខាងមុខante room អូខេខ្ញុំនឹងស្នាក់នៅបន្ទប់នៅខាងមុខហ្នឹងហើយអូខេដូច្នេះ ante room បន្ទប់នៅខាងមុខហើយ ante នេះវាជា prefix ដែលប្រើមុខខាងបន្ទប់នេះដែលបកប្រែថាមុខអូខេមួយទៀតនេះគឺ anti សរសេរបែបនេះ anti ជា preposition ដូចគ្នា anti នេះមានន័យថាប្រឆាំងឬជំទាស់ឬក៏យើងបកប្រែថាមិនអោយចូលមិនអោយយ៉ាងហ្នឹងគឺ anti ប្រឆាំងឬជំទាស់អ្នកនរមើលរបៀបប្រើនេះjust because I won't join you អូខេ just because I won't join you មានន័យថាម៉េចមានន័យថានេះក៏ព្រោះតែខ្ញុំមិនព្រមចូលរួចមួយអ្នក it doesn't mean I am anti you ព្រោះតែខ្ញុំមិនព្រមចូលរួចមួយអ្នកមិនមែនមានន័យថាខ្ញុំប្រឆាំងអ្នកឯងទេណា anti ហ្នឹងគឺមានន័យថាប្រឆាំងឬជំទាស់vậy bạn ở châuរួមអត់ចូលដៃចូលជើងជាមួយមិនមែនមានន័យថាប្រឆាំងឬជំទាស់ទេណា it doesn't mean I am anti you ណាមិនមានន័យថាប្រឆាំងជំទាស់ទេដូច្នេះ anti ហ្នឹងយើងបកប្រែថាប្រឆាំងឬជំទាស់ជា preposition ទេមួយទៀតនេះដែលយើងស្គាល់នេះគឺ anti សរសេរដូចគ្នាប៉ុន្តែ anti នេះជា prefix យើងបកប្រែថាពុបបទឬក៏បទដើមដែលប្រើមុខណោនេះយ៉ាងទេហ៎អញ្ចឹង anti ប្រឆាំងដែរផ្ទុយដែរការពារដែរ anti អ្នកនរមើលទីហ៎ our unit បកប្រែក្រុម our unit ក្រុមឬក៏យើងបកប្រែថាអង្គភាពណា our unit has just got the latest anti aircraft guns from the government ណា guns បកប្រែកំភ្លើងaircraft guns កំភ្លើងយន្តកំភ្លើងដាក់បំពាក់យន្តហោះឃើញទេ aircraft guns anti aircraft guns មានប្រភេទកំភ្លើងប្រឆាំងយន្តហោះណាអញ្ចឹងកំភ្លើងឬក៏អាវុធដែលប្រឆាំងយន្តហោះគឺ anti aircraft guns អញ្ចឹងអង្គភាពរបស់ពួកយើងទៅតែបានទទួលនៅកំភ្លើងប្រឆាំងយន្តហោះស៊េរីចុងក្រោយ latest មានស៊េរីចុងក្រោយfrom the government ពីរដ្ឋាភិបាលណាអញ្ចឹង anti ជា prefix យើងប្រើមុខ aircraft guns មានថាប្រឆាំងនឹងយន្តហោះអូខេដូច្នេះ anti នេះជា prefix បកប្រែប្រឆាំងឬក៏បកប្រែថាមិនព្រមចុះចូលឬក៏ផ្ទុយយ៉ាងទីហោះចឹងមកណាអញ្ចឹង anti យើងកុំច្រឡំយើងមើលថ្នាក់ពាក្យវា
បើកាលណាជា prefix ច្បាស់ហើយវាប្រើមុខនាមអីយើងមកទីហោកាលណា anti ជា preposition គឺយើងប្រើក្រកិរិយាសព្ទណាយើងប្រើអញ្ចឹងមួយទៀតនេះ anti ដែរនេះ anti ដែរនេះ anti នាមទេណាពាក្យវានាមនឹងបកប្រែមីងឬអ៊ំស្រី anti យើងអាន aunt យើងរាប់ស្គាល់ aunt anti កណីដូចគ្នាយ៉ាងដែរប្រើដូចគ្នាអត់ខុសអីទេណាយើងទីហោម្នាក់ our auntie is coming to visit soon ណាមីងឬក៏អ៊ំស្រីរបស់ពួកយើងនឹងមកដល់មកលេងយើងឆាប់ហ្នឹងហើយឃើញទេចឹង auntie ពាក្យសំរុំពាក្យក្នុងគ្រួសារគេប្រើពាក្យ auntie ណា auntie អញ្ចឹងមកណាអូខេដូច្នេះនៅក្នុងវីដេអូនេះអ្វីដែលយើងត្រូវចេះគឺមាន5ពាក្យហ្នឹងមានដូចជាគេ auntie ណាលុយដាក់ភ្នាល់ auntie មុខឬមុន auntie ប្រឆាំងឬក៏ជំទាស់ auntie ប្រឆាំងនឹងផ្ទុយឬការពារ auntie មីងឬអ៊ំស្រី